មិនអ្នកហ៊ាននិយាយអញ្ចឹងសុំទោសជាបន្ទាន់ខ្ញុំពិតជាច្របូកច្របល់ណាស់តើខ្ញុំរៀបការជាមួយគាត់យ៉ាងងាយដោយរបៀបណាវាដូចជាខ្ញុំបានវិតម្លៃគាត់ខុសខ្ញុំគួរផ្ដាច់ចំណងជាមួយគាត់កាន់តែឆាប់ប្រសើរជាងខ្ញុំមិនខុសនោះទេហេតុអ្វីខ្ញុំត្រូវសុំទោសអ្នកម៉ាក់ឡាយធឺកុំខឹងគ្នាអីលោកឡាយធឺមិនមែននរណាម្នាក់និយាយមិនសមហេតុផលនោះទេអីគឺសៃគាត់ចង់ដាក់បណ្ដាសាយាយរបស់ឯងឲ្យស្លាប់ឯងនៅតែការពារគាត់ទៀតលោកឡាយធឺអ្វីដែលអ្នកនិយាយពិតទេពិតណាស់គួរឲ្យអស់សំណើចណាស់អ្នកស្រីស៊ឺលឺខ្សោយនឹងអស់កម្លាំងឈាមរត់មិនស្រួលថ្នាំពន្លឺព្រះអាទិត្យត្រូវបានផ្សំឡើងដើម្បីសម្រួលចលនាឈាមជាការផ្គូផ្គងដ៏ល្អសម្រាប់ស្ថានភាពគាត់អ្នកនិយាយថាបើគាត់សភឹកថ្នាំនឹងស្លាប់តើអ្នកកំពុងសួរនាំពីការវិនិច្ឆ័យរបស់ខ្ញុំឬការវិនិច្ឆ័យរបស់អ្នកត្រឹមត្រូវប៉ុន្តែវាមានកំហុសក្នុងវិស័យវេជ្ជសាស្ត្រសូម្បីកំហុសតូចមួយក៏អាចបណ្ដាលឲ្យស្លាប់បានដែរជាពិសេសអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរមានជីវិតនិងស្លាប់អាចកើតឡើងភ្លាមតើអ្នកមិនយល់ទេអ្វីដែលគាត់និយាយស្ដាប់ទៅដូចជាអ្វីដែលគ្រូធំធ្លាប់និយាយអ្វីដែលអ្នកនិយាយអាចជាការពិតបើអ្នកអះអាងថាគាត់នឹងស្លាប់តើអ្នកមានភស្តុតាងទេថ្នាំពន្លឺព្រះអាទិត្យគឺជាថ្នាំដ៏មានឥទ្ធិពលនិងគួរឲ្យភ័យខ្លាចលក្ខណៈសម្បត្តិរបស់វាគឺខ្លាំងអ្នកស្រីស៊ឺលឺឥឡូវខ្សោយណាស់ក្នុងការទប់ទល់ថ្នាំខ្លាំងបែបនេះបើគាត់លេបវាឥឡូវឥទ្ធិពលដ៏ខ្លាំងរបស់ថ្នាំច្បាស់ជាធ្វើឲ្យខូចខាតដល់ប្រព័ន្ធឈាមរបស់គាត់បណ្ដាលឲ្យគ្រោះថ្នាក់មិនអាចស្រោចស្រង់បានគួរឲ្យអស់សំណើចណាស់អ្នកមិនជឿដោយស្មោះថាខ្ញុំមិនបានគិតគូរពីស្ថានភាពអ្នកស្រីស៊ឺលឺមែនទេតើអ្នកខ្វល់ទេពិតណាស់តើអ្នកដឹងថាថ្ងៃនេះជាថ្ងៃអ្វីខ្ញុំគិតថាវាជារដូវរងាចា៎អ្នកនិយាយត្រូវវាពិតជារដូវរងាដែលជាយប់វែងបំផុតនៃឆ្នាំកម្លាំងនៃថ្នាំពន្លឺព្រះអាទិត្យនឹងត្រូវបានកាត់បន្ថយនៅថ្ងៃនេះដោយសាររឿងនេះវានឹងជួយអ្នកស្រីស៊ឺលឺសម្រេចបាននៅទល់ឲ្យភាពធម្មពលអ្វីដែលអ្នកបារម្ភនឹងមិនកើតឡើងទេតើគឺតឹងបង្រៀនអ្នកបែបហ្នឹងឬមិនក៏ហ៊ានមិនគោរពយីហ្វឹងតើប្តីរបស់ឯងឈួតឬឡៃធឺពួកយើងមិនត្រឹមត្រូវដូចគ្នាពិចារណាពីការលែងលះទៅអ្នកក៏មិនមានទំនាក់ទំនងជាមួយគ្រួសារខ្ញុំដែរចេញទៅលោកឡៃធឺអ្នកពិតជាជ្រុលពេកហើយតើអ្នករងចាំអីទៀតអ្នកណាម្នាក់ដេញគាត់ចេញចាំសិនត្រូវមានហេតុផលសម្រាប់ការទាមទារដែលគ្មានមូលដ្ឋានរបស់អ្នកខ្ញុំចាំស្ដាប់អ្វីដែលអ្នកត្រូវនិយាយបើអ្នកមិនអាចពន្យល់បានទេខ្ញុំមិនឲ្យអ្នកចេញពីអន្ទាក់នេះដោយងាយស្រួលឡើយសម្រាប់ការមិនគោរពគ្រូខ្ញុំអូអត់ទេអ្នកនាងអានសិនខ្ញុំគិតថាលោកឡាយធឺថ្ងៃនេះស្រវឹងបន្តិចហើយគាត់មិនមានន័យអញ្ចឹងទេពួកយើងនឹងចាក់ចេញឥឡូវនេះខឺសៃលោកឡាយធឺយើងគួរតែចេញពីទីនេះឲ្យបានឆាប់តោះទៅខឺសៃខ្ញុំមិនស្រវឹងទេខ្ញុំដឹងខ្លួនពន្យល់ខ្លួនឯងអ្នកជឿថាអ្នកបានគិតសពជ្រុងជ្រោយប៉ុន្តែតើអ្នកបានគិតពីទីតាំងបច្ចុប្បន្នរបស់យើងហើយឬនៅអ្នកមានន័យថាការតាំងលំនៅរបស់អ្នកស្រីស៊ឺលឺជាកន្លែងមានសេរីរុងរឿងវានៅក្នុងតំបន់អំណោយផលពិសេសដែលអនុញ្ញាតឲ្យវាទទួលពន្លឺព្រះអាទិត្យអាត់បម៉ាទោះជាវាជារដូវរងាក៏ដោយកន្លែងនេះនៅតែទទួលបានពន្លឺព្រះអាទិត្យច្រើនជាងកន្លែងផ្សេងទៀតថ្នាំពន្លឺព្រះអាទិត្យមិនបាត់បង់កម្លាំងនៅទីនេះទេវាផ្ទុយស្រឡះតើអ្នកមានពិចារណាទេបន្ទាប់ពីការផឹកថ្នាំពន្លឺព្រះអាទិត្យឥឡូវនេះតើមានអ្វីកើតឡើងចំពោះអ្នកស្រីស៊ឺលឺថ្ងៃនេះអ្នកទាំងអស់គ្នាសំណាងណាស់ដែលមានខ្ញុំនៅទីនេះបើអ្នកជំងឺស្លាប់ដោយសារការខ្វះការគិតទុកជាមុនអាជីពរបស់អ្នកនឹងបញ្ចប់នៅទីនេះខ្ញុំតើមានអ្វីកើតឡើងមានអ្វីជាការពិតចំពោះអ្វីដែលគាត់បាននិយាយទេអ្នកនាងអានសិននឹងមិនមានប្រតិកម្មទេបើវាមិនមែនជាការពិតអ្វីដែលគាត់និយាយអាចជាការពិតទេតើខ្ញុំយល់ច្រឡំគាត់ឬតើគាត់ពិតជាដឹងអ្វីដែលយើងមិនដឹងមិនអាចទៅរួចវាមិនអាចទៅរួចទេគាត់អួតមិនសមហេតុផលអ្វីដែលគាត់និយាយគឺគ្មានន័យទេអ្នកនាងអានសិនកុំវង្វេងនឹងអ្វីដែលគាត់និយាយអ្នកគឺជាសិស្សរបស់ពេទ្យទេវតាតើអ្នកអាចចាញ់បោកការអះអាងរបស់បុរសចាស់ដោយរបៀបណាខ្ញុំនឹងឲ្យអ្នកស្រីស៊ឺលឺផឹកថ្នាំពន្លឺព្រះអាទិត្យឥឡូវនេះអ្វីដែលគាត់និយាយគឺជាការពិតអ្នកស្រីស៊ឺលឺមិនអាចផឹកថ្នាំពន្លឺព្រះអាទិត្យបានទេអ្វីអរគុណចំពោះការព្រមានរបស់អ្នកឬខ្ញុំអាចប្រព្រឹត្តកំហុសធ្ងន់ធ្ងរខ្លាំងណាស់ខ្ញុំនឹងបន្តធ្វើសមាធិនិងសិក្សាដោយឧស្សាហ៍ព្យាយាមរយៈពេល3ឆ្នាំមុនពេលបន្តអាជីពរបស់ខ្ញុំសុភាពនារីការអត់ធ្មត់គឺជាគុណធម៌កុំបោះបង់អរគុណដំបូន្មានរបស់អ្នកស្ត្រីតូចចូលដឹងថាការអត់ធ្មត់ជាគុណធម៌
កុំសំបីតែបោះបង់អ្នកនាងអានសិនហេតុបានជាអ្នកលុតជង្គង់តើអ្នកកំពុងធ្វើអ្វីខ្ញុំរីករាយចំពោះការធ្វើល្អរបស់អ្នកខ្ញុំជូនពរអ្នកទាំងពីរទទួលបានអ្វីៗល្អបំផុតលោកឡៃខឺតើមានទើបអ្វីកើតឡើងហេតុអ្វីបានជាអ្នកនាងអានសិនគោរពអ្នកខ្លាំងម្លេះចំពោះរឿងកើតឡើងមិញនេះប្រហែលមកពីខ្ញុំបញ្ឈប់នាងពីការធ្វើកំហុសដ៏ធំខ្ញុំសុំទោសឡៃខឺខ្ញុំបានវាមិនអីទេខ្ញុំមិនខឹងអ្នកទេហេះវាប្រកាសជាមិនអីមែនឬតើយើងគួរធ្វើយ៉ាងណាចំពោះម្ដាយខ្ញុំនៅពេលដែលអ្នកនាងអានសិនមិននៅបើឲ្យគាត់ផឹកថ្នាំពន្លឺព្រះអាទិត្យតើអ្នកមិនបាននិយាយថាគាត់មិនអាចផឹកវាបានទេនិយាយថាខ្ញុំពេញទៅដោយរឿងមិនសមហេតុផលទេពិតមាត់អ្នកគួរតែបង្កើតគំនិតមួយដើម្បីសង្គ្រោះម្ដាយខ្ញុំគ្មានជំរឿអ្វីក្រៅពីជឿអ្នកទេឥឡូវអ្នកនាងអានសិនបានចាក់ចេញហើយគាត់មិនអាចផឹកថ្នាំនោះបានទេដូចអ្នកបានឃើញកិនវាជាម្សៅឲ្យនាងផឹកជាមួយនឹងទឹកសន្សើមដើម្បីកាត់បន្ថយកម្លាំងរបស់ថ្នាំនេះជាគំនិតរបស់អ្នកឬអ្នកត្រូវទទួលខុសត្រូវបើស្ថានភាពម្ដាយរបស់ខ្ញុំកាន់តែអាក្រក់ពិតណាស់ម៉ាក់លោកយាយតើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរម៉ាក់ខ្ញុំនៅរស់ទេអីខ្ញុំគិតថាខ្ញុំស្លាប់ហើយម៉ាក់ខ្ញុំបានខំអស់ពីសមត្ថភាពដើម្បីបានថ្នាំពន្លឺព្រះអាទិត្យពីអ្នកនាងអានសិនខ្ញុំរីករាយដែលគាត់ព្យាបាលអ្នកនាងអានសិនតើឯងមានន័យថាសិស្សរបស់ពេទ្យទេវតាមែនទេពិតណាស់លោកយាយប៉ាធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចដើម្បីឲ្យអ្នកនាងអានសិនមកទីនេះអរគុណកូនប្រុសនោះជានរណាម៉ាក់នេះគឺជាប្តីរបស់ខ្ញុំឡាយធឺគាត់មើលទៅចាស់ជាងអ្នកច្រើនណាស់មិនពិតទេគាត់មានអាយុចាស់ជាងតែ8ឆ្នាំប៉ុណ្ណោះ8ឆ្នាំអ្នកត្រូវតែជាបុរសជោគជ័យម្នាក់បើមិនដូច្នេះទេកូនស្រីខ្ញុំនឹងមិនចូលចិត្តអ្នកទេជោគជ័យហាហាអ្នកហេតុអ្វីអ្នកសើចម៉ាក់ខ្ញុំជូនពរឲ្យគាត់ទទួលជោគជ័យប៉ុន្តែគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់មនុស្សធម្មតាឡៃធឺតើអ្នកធ្វើការអ្វីលោកយាយលោកឡៃធឺគឺជាមនុស្សល្អគាត់សង្គ្រោះជីវិតខ្ញុំអ្វីដែលគាត់ធ្វើមិនសំខាន់ទេខើសៃខ្ញុំមិនបានសួរអ្នកទេកុំរំខានខ្ញុំប្រហែលណាស់លោកឡៃខឺកុំប្រាប់យាយថាអ្នកគឺជាអ្នកបោះសម្អាតផ្លូវគាត់នឹងមិនទទួលអ្នកទេអ្វីអ្នកបោះសម្អាតផ្លូវខើសៃតើអ្វីដែលខ្ញុំបានឮត្រូវទេតើអ្នកនិយាយថាគាត់ធ្លាប់ជាអ្នកបោះសម្អាតផ្លូវមែនទេអ្នកតើអ្នកព្យាយាមបោកលោកយាយមែនទេអ្វីអ្នកតើអ្នកធ្លាប់ជាអ្នកបោះសម្អាតផ្លូវមែនឬបាទខ្ញុំធ្លាប់ធ្វើការជាអ្នកបោះសម្អាតផ្លូវដែរប៉ុន្តែឥឡូវខ្ញុំជាតែកុងឡានរបស់យីហ្វឹងខ្ញុំគិតថាវាមិនមែនជាការងារថោកទាបអ្វីទេអ្នកចេញពីទីនេះឥឡូវចេញពីទីនេះឥឡូវលោកយាយកុំធ្វើបែបហ្នឹងលោកឡៃធឺបានជួយសង្គ្រោះជីវិតយាយអ្នកនឹងស្លាប់បើមិនមានគាត់ហេចង់មានន័យដូចម៉េចគាត់បានសង្គ្រោះជីវិតលោកយាយឬប៉ាខ្ញុំជាអ្នកទទួលបានថ្នាំពន្លឺព្រះអាទិត្យខើសៃជប់និយាយមិនសមហេតុផលទៀតទៅលោកឡៃធឺអ្វីដែលឆាវស៊ីនិយាយជាការពិតបើខ្ញុំមិនទទួលបានថ្នាំពន្លឺព្រះអាទិត្យទេយាយរបស់អ្នកនឹងមិនក្រោកឡើងទេអ្នកដឹងហើយនោះជាការពិតប៉ុន្តែខើសៃមិនអីទេខ្ញុំនឹងចាក់ចេញលោកឡៃធឺម៉ាក់ឡៃធឺនឹងខ្ញុំរៀបការរួចហើយគាត់ក៏ជាផ្នែកនៃគ្រួសារយើងដែរកុំដេញគាត់ចេញអីយីហ្វឹងតើអ្នកដឹងថាអ្នកកំពុងធ្វើអីទេតើអ្នកបោះសម្អាតផ្លូវអាចធ្វើអីបានដើម្បីរួមចំណែកដល់គ្រួសារអ្នកបានបន្តបដិសេធមិនរៀបការម្ដងទៀតប៉ុន្តែពេលដែលអ្នកបដូរគំនិតអ្នករកឃើញខ្លួនអ្នកបែរជាទុកបរិះម្នាក់ជំនួសវិញខ្ញុំអាចជួយគាត់បានទោះគាត់ពឹងលើខ្ញុំក៏ដោយអ្នកសួស្ដីតើរឿងនេះកើតឡើងបានយ៉ាងម៉េចខៃវិនតើមានអ្វីកើតឡើងម៉ាក់ឥឡូវពាក់កណ្ដាលនៃសភាពាណិជ្ជកម្មគឺលិនអូទឺកំពុងធ្វើផែការមិនចូលរួមជាមួយស៊ឺលឺគ្រប់អ្វីស៊ឺលឺគ្រប់នឹងខ្សែធនក្នុងពេលឆាប់នេះអ្វីតើមានអ្វីកើតឡើងហេវាជាកំហុសរបស់យីហ្វឹងនាងបាននាំរឿងមិនសមហេតុផលទៅក្នុងពិធីខួបកំណើតគម្រប់60ឆ្នាំលោកតាធីងដោយនិយាយថានាងមិនខ្លាចនរណាម្នាក់នៅគឺលិនអូទឺទេហើយនឹងរីករាយជាមួយនរណាម្នាក់យីហ្វឹងតើឯងឈ្គួតទេអីតើឯងធ្វើវាបានដោយរបៀបណាតើអ្នកចង់បំផ្លាញគ្រួសារយើងមែនទេម៉ាក់ពួកគេបង្ខំឲ្យខ្ញុំធ្វើអញ្ចឹងប៉ុន្តែខ្ញុំនឹងបង្វែរស្ថានភាពមកវិញព្រោះខ្ញុំជាអ្នកទទួលខុសត្រូវតើអ្នកមានគម្រោងធ្វើវាដោយរបៀបណាពាក់កណ្ដាលនៃអាជីវកម្មក្រុមហ៊ុនយើងពឹងផ្អែកលើគឺលិនអូទឺប្រហែលជាយើងអាចនឹងខ្សែធនដោយសារតែរឿងនេះយីហ្វឹងអ្នកជ្រុលពេកហើយសកម្មភាពរបស់អ្នកបានឆក់យកពួកយើងឲ្យធ្លាក់ចូលក្នុងបញ្ហាធ្ងន់ធ្ងរហើយខ្ញុំគិតថានេះបង្ហាញថាការធ្វើឲ្យនាងក្លាយ CEO ស៊ឺលឺគ្រប់គឺជាការផ្លាស់ប្ដូរដ៏ខុសឆ្គងនាងធ្វើបានល្អក្នុងពេលកន្លងមកប៉ុន្តែលើកនេះនាងជ្រុលពេកហើយពេលនេះយីហ្វឹងអ្នកគួរបង្កើតដំណោះស្រាយដើម្បីដោះស្រាយបញ្ហាក្នុងរយៈពេល3ថ្ងៃ
ឬអ្នកនឹងត្រូវចាកចេញពីសឿលឺគ្រប់ម៉ាក់តើអ្នកកំពុងផ្ដល់ឱកាសឲ្យនាងមែនទេខ្ញុំបានសម្រេចចិត្តហើយ